Từ nơi mình mà đi sao rồi nữa từ sao đây mày tạm đi ai xong ai nhà mày thật Lepas yang matahari. bà mình đi điលោកអើយកន្លែងនេះស្អុយខ្លាំងណាស់ស្អុយមែនហើយលោកគ្រូថ្ងៃក្រោយបើទំនេរខ្ញុំជិះលោកគ្រូទៅពិសាតែនៅផ្ទះរបស់ខ្ញុំហើយពេលនេះកុំអីមិនគេបានជួយជីវិតគ្រូណាបាញ់រវល់ទេយ៉ាងមិនទៅខ្ញុំឈឺខ្លាំងណាស់នេះជាកន្លែងណាទៅគឺជាផ្ទះរបស់ខ្ញុំនិយាយអញ្ចឹងក្មួយឯងផ្ទះនៅកន្លែងណាដែរប្រាប់ខ្ញុំមកមើលខ្ញុំនៅប្រទេសចិនខ្ញុំមករកបងប្អូនខ្ញុំប៉ុន្តែមិនស្មានថាបាត់អាស័យដ្ឋានទៅហើយខ្ញុំគ្មានគោលដៅពិតប្រាកដទេជួមិនក៏ឯងនៅជាមួយនឹងពួកជនពីលទៅវិញខ្ញុំមិនចង់នៅជាមួយពួកវាទេតែគ្មានគោលដៅខ្ញុំក៏នៅមួយរយៈសិនទៅអូអញ្ចឹងទេល្អណាស់បើឯងចង់ធ្វើអីប្រាប់ខ្ញុំមកចុះតែយល់ល្អនៅទីនេះពីថ្ងៃសិនក៏បានដែរបានសម្រាប់យកកម្លាំងសិនទៅណាអរគុណក្រដាសមួយសន្លឹកប៊ិចមួយដើមគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះបរិះដែលមានសេចក្តីស្នេហាសម្បត្តិនេះនឹងធ្លាក់ទៅក្នុងដៃរបស់នាងជាមិនខានទេទោះបីជាមានពាក្យច្រើនចង់និយាយជាមួយអូនក៏ប៉ុន្តែមិនដឹងថានិយាយយ៉ាងម៉េចទើបត្រូវបើអូនចង់និយាយជាមួយបងជួបគ្នាកន្លែងដដែលប៉ុណ្ណឹងប្រហែលជាបានហើយបងសង្ឃឹមថាសមុទ្រនេះនឹងធ្លាក់ក្នុងដៃអូនជាមិនខានលា路边的野花你不要采គឺគេទៀតហើយតើឯងធ្វើអីខ្ញុំលួចបេះផ្កាគេតាលួចបេះផ្កាឈប់សិនអាចោលលួចផ្កាឯងចង់ទៅណាអាយអើយមិនក៏ដៃធ្ងន់ម្ល៉េះថ្ងៃក្រោយបើសិនជាឯងឲ្យយើងជួបទៀតយើងនឹងខ្វេះភ្នែកឯងទាំងពីរជាមិនខានថយចេញទៅអូយលោកអើយអើយទេវតាណាត់ជួបស្រីលើកដំបូងរញីរញ័រញ័រដៃញ័រជើងខ្លាំងម្ល៉េះជួបអត់ឯងមកដើមសិនតាំងស្មារតីនឹងណទៅហើយមិនឲ្យរំភើបក្នុងចិត្តខ្លាំងយ៉ាងម៉េចទៅកើតមិនដឹងជានាងមកជួបនឹងខ្ញុំឬមួយក៏អត់ពេលដែលមកជួបតើខ្ញុំត្រូវនិយាយថាយ៉ាងម៉េចជាមួយនាងទៅតើត្រូវនិយាយថាយ៉ាងម៉េចទៅលបងឆេកំពុងតែគិតអីណាអត់ទេមិនក៏មិនឃើញបងឆាងគាត់ទៅណាគេមិនបានមកទេតានាងបានទទួលសម្បត្តិមួយច្បាប់ដែរឬទេឬខ្ញុំសប្បាយចិត្តណាស់ពិតមែនណាខ្ញុំពិតជាសប្បាយចិត្តមែនណាត្រូវហើយខ្ញុំក៏សប្បាយចិត្តដែរមែនទេមែនណាលបងពិតជាមនុស្សល្អមែនស្មានមិនដល់ថាលបងយល់ចិត្តខ្ញុំដែរត្រូវហើយជាការពិតហើយប៉ុន្តែការនិយាយគ្នាវាមិនដូចជាការទទួលសម្បត្តិនោះទេណាសរសេរសម្បត្តិដែរមែនហើយនេះសម្បត្តិខ្ញុំជូនបងណា
អ្នកនាងចូលចិត្តលេងសើចច្រើនណាស់បើអ្នកនាងមិនយល់តោះទេថ្ងៃណាទំនេរខ្ញុំមកជិះអ្នកនាងទៅផឹកកាហ្វេជាមួយខ្ញុំចឹងអរគុណលបងកុំភ្លេចយកសម្បត្តិនេះឲ្យបងឆាងផងណាអាឆាងលបងឈិញហ្វុងកន្លងមកខ្ញុំតែងចាត់ទុកលបងថាជាបងធំរបស់ខ្ញុំតែចម្លែកណាស់បងឆាងពេលជួបខ្ញុំម្ដងចិត្តខ្ញុំពិតជាចម្លែកមែនពិតមែនណាពិតមែនហើយពេលដែលខ្ញុំនៅជាមួយគាត់ធ្វើឲ្យបេះដូងរបស់ខ្ញុំលោតខុសចង្វាក់ហើយក្នុងចិត្តរបស់ខ្ញុំគឺតាំងតែងយ៉ាងខ្លាំងជួនកាលខ្ញុំចង់និយាយជាមួយគាត់ឲ្យបានច្រើនប៉ុន្តែខ្ញុំដឹងថាបងឈិញហ្វុងនៅជាមួយបងឆាងមានការនឹកឃើញដូចជាគាត់ហើយខ្ញុំនិយាយនេះទៅហើយលបងឈិញហ្វុងហេតុអីក៏បងយំអញ្ចឹងខ្ញុំរំភើបចិត្តខ្លាំងពេកព្រោះនិយាយថាខ្ញុំជាលបងធំខ្ញុំមិនស្មានថាមានប្អូនស្រីស្អាតដូចជានាងយ៉ាងចឹងសោះគឺពិតជានឹកមិនដល់មែនថាមានប្អូនចឹងអូនសំឡាញ់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 បងបងជិះហ្វុងលបងធ្វើអីណាបងត្រេកអរពេកទៅបងធ្វើអញ្ចឹងទៅណាចឹងបងកុំភ្លេចយកសម្បត្តិនេះទៅឲ្យបងឆាងផងណាខ្ញុំអរគុណណាខ្ញុំលាសង្ហាយបាយកុំបារម្ភអីបងនឹងយកទៅឲ្យវាទុកចិត្តចុះបងនឹងយកទៅឲ្យវាអាចរៃមិនស្មានថាឯងឈ្នះស្នេហាយើងយ៉ាងចឹងសោះតែអញមិនគួរចាញ់ឯងចឹងទេឥឡូវគេធ្វើជាបងធំរបស់គេតើបងធំបាក់ប្រយោជន៍ស្អីទៅលោកគ្រូយ៉ាងមិនទៅហើយឯងពិតជាគ្រាន់បើមែនតែប្រហែលថ្ងៃសោះបានជាទៅហើយណោះគួរឲ្យសរសើរណាស់លោកគ្រូបងហាត់វិជ្ជាគុណដល់ខ្ញុំផងតែបានទេលោកគ្រូបងហាត់វិជ្ជាគុណត្រូវមានកម្លាំងធៀបជាមូលដ្ឋានឯងមិនសមនឹងហាត់ទេទៅរកការងារធ្វើទៅទេលោកគ្រូស្ដាប់ខ្ញុំនិយាយសិនទៅគួរតែបង្ហាត់ខ្ញុំណាដែលស្ដាំរបស់ខ្ញុំគឺមានកម្លាំងខ្លាំងអស្ចារ្យតែខ្ញុំមិនចេះប្រើវាសូមលោកគ្រូជួយបញ្យល់ខ្ញុំផងទៅបញ្យល់ឯងបាទឯងហាត់វិជ្ជាគុណប្រហែលឆ្នាំហើយលោកគ្រូយល់ច្រឡំហើយតែស្ដាំខ្ញុំគឺមានកម្លាំងអស្ចារ្យតាំងពីកំណើតមកម្លេះលោកគ្រូបង្ហាត់ខ្ញុំទៅតែបានដែរទេល្អណាស់បើដៃឯងខ្លាំងមែនឯងសាកយើងមកចុះតែខ្ញុំមិនហ៊ានវាយលោកគ្រូទេព្រោះថាខ្ញុំខ្លាចលោកគ្រូមានរបួសណាហើយខ្លាចយើងមានរបួសវិជាឆ្អឹងដៃស្បែកស្ពាន់របស់យើងប្រឡូកក្នុងពិភពគុណ10ឆ្នាំហើយមិនដែលគេវាយយើងឲ្យមានរបួសទេមានតែយើងវាយឲ្យគេមានរបួសណាតមកវាយយើងមកលោកគ្រូមានវិជាគុណខ្លាំងយ៉ាងនេះកម្លាំងដៃខ្ញុំមិននឹងឈ្នះលោកគ្រូបានទៅកុំនិយាយច្រើនវាយយើងមកបាទលោកគ្រូយ៉ាងម៉េចទៅហើយឯងអង្គុយសិនទៅអូយជាប់ជាចម្លែកមែនមិនដែលជួបប្រទះទេលោកអូយគួរឲ្យខ្លាចខ្លាំងណាស់តែមិនត្រូវឲ្យវាដឹងថាយើងឈឺទេលោកគ្រូមានកាយបន្តិចទៀតចាំនិយាយជាមួយខ្ញុំណាលោកគ្រូកម្លាំងដៃខ្ញុំយ៉ាងម៉េចដែរមិញនេះលោកគ្រូយល់យ៉ាងម៉េចដែរកម្លាំងដៃឯងខ្លាំងមែនតែនៅខ្សោយបន្តិចខ្ញុំដឹងដែរតែមិញខ្ញុំបញ្ចេញតែ2ភាគតែប៉ុណ្ណោះទេ2ភាគយើងអាចទប់ទល់ជាមួយឯងក៏កម្លាំង2ភាគដែរមិនក៏ឯងមិនប្រើកម្លាំងឯងទាំងអស់តែម្ដងទៅខ្ញុំមិនហ៊ានទេព្រោះខ្លាចលោកគ្រូមានគ្រោះថ្នាក់ខ្លាចយើងមានគ្រោះថ្នាក់អ្នកកំឡោះឯងដូចជាមើលស្រាលយើងពេកហើយវាជាឆ្អឹងដៃស្បែកស្ពាន់យើងជាង10ឆ្នាំមកនេះមានតែយើងវាយឲ្យគេរបួសមិនដែលគេវាយឲ្យយើងរបួសទេឯងកុំសម្លុតយើងឲ្យសោះយើងមិនជឿឯងទេណាលោកគ្រូបានលោកគ្រូមិនជឿខ្ញុំទេសាម្ដងទៀតទៅសាម្ដងទៀតហ៎ពិតមែនហើយពេលនេះខ្ញុំបញ្ចេញឲ្យអស់តែម្ដងទៅថាយ៉ាងម៉េចឯងចង់វាយយើងមែនហ៎លោកគ្រូជឿខ្ញុំទេមិនជឿទេអញ្ចឹងសាទៅសាក៏សាដែរស្មានថាយើងខ្លាចអី
កូនស្រីប៉ាកូនមិនចង់ពេលល្អណាស់ប៉ាស្រឡាញ់កូនណាស់កូនឯងមានកាយប្រាប់ប៉ាមកចុះណាកូនណាប៉ាមានភ្ញៀវចង់ជួបលោកប៉ាមានភ្ញៀវចង់ជួបប៉ាចាំនៅខាងក្រៅអូជួបប៉ាទៅភ្លាមណាប៉ាទៅហើយបងឆាងមិនក៏មិនឃើញបងទៅជួបខ្ញុំអញ្ចឹងទៅជួបនាងអូយើងកំពុងរងចាំលោកគ្រូយូរហើយទៅខាងក្រៅសិនទៅលោកសាលារៀនជប៉ុនគឺជាសាលាបង្ហាត់គុណជប៉ុនដ៏អស្ចារ្យនៅក្នុងហុងកុងហើយនេះយើងមកចង់សាកថ្មីដៃវិជាគុណចិនម្ដងអ្នកចេះវិជាគុណគឺមានច្រើនណាស់មិនក៏លោកមិនទៅរកគេសាកទៅមករកខ្ញុំធ្វើអីហើយព្រោះថាសាលាក៏របស់លោកមានឈ្មោះល្បីជាងគេហើយឥឡូវនេះមិត្តភក្តិរបស់ខ្ញុំចង់សាកថ្មីដៃជាមួយលោកគ្រូខ្លះមិនបានទេយ៉ាងម៉េចពិតមែនទេប៉ុន្តែយើងមិនចង់សាកជាមួយពួកជប៉ុនទេលោកជួយទៅកន្លែងផ្សេងទៅអើយផ្លាក់យើងទៅគេមួយទៅមិត្តជប៉ុនខ្ញុំថាបើសិនជាលោកមិនចង់សាកថ្មីដៃជាមួយគេក៏បានដែរណាលោកគ្រូណាក៏ប៉ុន្តែលោកគ្រូត្រូវទទួលផ្លាករបស់គាត់មួយតាំងនៅទីនេះអាឡែងចេះបើសិនជាលោកមិនចង់បានផ្លាកនេះទេត្រូវតែបង្ហាញថ្មីដៃនៅទីនេះបើមិនអញ្ចឹងគឺមិនបានជាដាច់ខាតណាយល់ទេបើនិយាយអញ្ចឹងគឺឯងចង់មកខំយើងតើមែនទេហ៎បើសិនជាលោកគ្រូក្រាន់បានមិនក៏លោកមិនបង្ហាញថ្មីដៃជាមួយគេទៅដើម្បីកិត្តិយសជនជាតិចិនលោកត្រូវតែធ្វើបើមិនអញ្ចឹងគឺមិនអន់ទេហ៎មែនទេមែនទេមែនទេឯងពិតជាក្រាន់បានមែនមិនអ្នកណាច្រើនខ្ញុំមកអូមិនស្មានថាឯងក្លាហានចូលមកដោយសារគេច្រើនចឹងសោះមុនដំបូងយើងស្មានថាឯងជាអ្នកក្លាហានជាអ្នកក្រាន់បើឯងមិនគួរធ្វើអញ្ចឹងទេអាប់កិត្តិយសសម្បំណាមិនខ្មាស់ជនជាតិយើងទេយ៉ាងមិនអាចចំគួតអាចងនេះជារឿងរបស់ខ្ញុំឯងកុំរវល់អីណាខុសហើយរឿងនេះមិនត្រឹមតែតាក់ទងជាមួយយើងទេគឺជារឿងមួយដែលធ្វើឲ្យយើងមានការឈឺចាប់បំផុតវាគឺជារឿងមួយដែលតាក់ទងនឹងជនជាតិចិនអស់លោករឿងនេះគឺវាតាក់ទងនឹងកិត្តិយសរបស់ជនជាតិយើងជនរួមជាតិជាទីស្នេហាពិតមែនតែខ្ញុំទើបតែមកដល់ទីនេះតែខ្ញុំមិនធ្វើឲ្យកិត្តិយសជនជាតិចិនយើងអាប់អន់ដោយសារខ្ញុំនោះទេអរគុណអស់លោកអរគុណអរគុណលោកគ្រូយ៉ាងមិនដែរខ្ញុំនិយាយអញ្ចឹងតើសមរម្យដែរទេតើឯងហ៊ានប្រកួតដែរទេការប្រកួតវាគ្មានអីសំខាន់នោះទេបើសិនជាអញ្ចឹងឯងមិនខ្លាចងាប់ទេឬក៏យ៉ាងម៉េចលោកគ្រូអាឡាត់ឯងនិយាយមិននេះសម្ដីឯងពិតជាពិរោះណាស់ណាតើឯងនេះមានលទ្ធភាពដែរទេចំណែកយើងគឺខុសពីឯងយើងមានសមត្ថភាពតែយើងមិនដែលអួតទេតែពួកឯងគឺកំសាកបំផុតនៅក្នុងទ្វីបអាស៊ីនេះណែនេះគឺជាអ្នកប្រដាល់ប្រចាំប្រទេសជប៉ុនឯងគួរតែរក្សាកិត្តិយសជនជាតិឯងណែអាប្អូនលបងមិនស្មានថាក្នុងโลกនេះមានមនុស្ស